នៅគេខ្លះដែលមាន SIM ធម្មតាហើយគាត់ចង់បំលែងទៅជា eSIM ដែលបងប្អូនអាចធ្វើការបំលែងបានដោយខ្លួនឯងតែម្ដងដោយមិនចាំបាច់ទៅក្រុមហ៊ុនទូរស័ព្ទទេអញ្ចឹងមិនថា cell card មិនថា smart មិនថា smartphone តាក់ទងនឹងការបំលែងទៅជា eSIM ហ្នឹងគឺយើងធ្វើអនុវត្តវិធីដូចជាមិនជាខុសគ្នាទេនៅលើ cell card យើងអាចប្រើប្រាស់ app របស់ cell card នៅលើ smart យើងអាចប្រើប្រាស់ app របស់ smart ចឹងទៅអញ្ចឹងអានេះដោយសារតែខ្ញុំប្រើប្រាស់ cell card ឥឡូវខ្ញុំនឹងបង្ហាញតាក់ទងនឹងការបំលែងតែម្ដងមុននឹងចូលកាន់វីដេអូនេះខ្ញុំសូមអរគុណដល់អ្នកឧបត្ថម្ភសម្រាប់បងប្អូនដែលចង់បាន iPhone និងក៏ Samsung ទាំងថ្មីមកទឹកបងប្អូនអាចអញ្ជើញទៅខ្មែរ168 phone shop បានយើងអាចវាយដូរឡើងស៊េរីយើងអាចបង់លុយសុទ្ធជាមួយធនាគារហើយគាត់ថែមទាំងមានការធានាជូនណាដល់ទៅ1ឆ្នាំទៀតដំបូងយើងអាចចូលមកកាន់ App Store ឬក៏ Play Store ឥឡូវខ្ញុំសូមចូលមកកាន់ Play Store មកហើយយើងអាចទាញយក app របស់ Cell Card ណាអញ្ចឹងបន្ទាប់ពីទាញយកហើយយើងគាត់បើកទៅបន្តមកទៀតខ្ញុំរើសភាសាវាមានខ្មែរវាមានអង់គ្លេសវាមានជាភាសាចិនអញ្ចឹងទៅឥឡូវខ្ញុំរើសភាសាខ្មែរហើយអ្វីដែលខ្ញុំត្រូវធ្វើខ្ញុំអាចចុចឈ្មោះនេះប៊ូតុងតខៀវហ្នឹងហើយយើងវាយលេខទូរស័ព្ទរបស់យើងចូលបន្ទាប់ពីវាយចូលយើងចុចប៊ូតុងផ្ញើលេខកូដនេះមកដើម្បីផ្ទៀងផ្ទាត់ហើយប្រហែលជាមួយសន្ទុះគឺវានឹងផ្ញើលេខកូដដើម្បីបញ្ជាក់យើងណាបន្ទាប់ពីវាបញ្ជាក់លេខកូដហើយវាអូតូចូលខ្លួនឯងតែម្ដងដោយសារ SIM នឹងនៅលើទូរស័ព្ទរបស់ខ្ញុំអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើខ្ញុំអាចចុចកន្លែងប៊ូតុងត្រង់នេះត្រង់ហ្នឹងវានឹងដាក់ថាបដូរទៅ eSIM យើងចុចកន្លែងបដូរទៅ eSIM នេះមកវានឹង load ឲ្យយើងបែបនេះហើយតើតើនឹងការបំលែងទៅជា eSIM Cell Card គឺគាត់ត្រូវការឲ្យយើងបង់$2ដើម្បីយើងអាច upgrade ពី SIM របស់យើងធម្មតាហ្នឹងទៅជា eSIM អញ្ចឹងយើងគាត់អាចចុចប៊ូតុងចាប់ផ្ដើមនេះមកហើយបន្តទៀតយើងអាចចាំតិចទៅហើយវានឹង confirm ជាមួយនឹងលេខកូដខ្លួនឯងតែម្ដងហើយត្រង់នេះគឺវាឲ្យយើងបង់ប្រាក់អញ្ចឹងណាអញ្ចឹងយើងអាចបង់តាមធនាគារអីក៏បានដែរហើយបន្តទៀតបងប្អូនចុច make payment ទៅវានឹងបំលែង SIM របស់យើងទៅជា eSIM ទូទៅបន្ទាប់ពីយើងបំលែងទៅជា eSIM ហើយគឺយើងអាចទទួលបានជា QR code មួយអញ្ចឹងអា QR code ហ្នឹងយើងអាច scan ដើម្បីដំឡើងនៅលើទូរស័ព្ទរបស់យើងអញ្ចឹងណាព្រោះលក្ខណៈនៃការប្រើប្រាស់ eSIM វាដូចជា SIM ធម្មតាតែ SIM ធម្មតាយើងត្រូវការញាត់វាចូលមកកាន់ទូរស័ព្ទរបស់យើងប៉ុន្តែ eSIM គឺយើងត្រូវការ scan លេខកូដដើម្បីធ្វើការដំឡើងជាដើមហើយតែប៉ុណ្្នឹងទេហើយសម្រាប់ខ្ញុំគឺខ្ញុំតែងតែប្រើប្រាស់ eSIM សម្បីទូរស័ព្ទរបស់ខ្ញុំរាល់ថ្ងៃនេះគឺខ្ញុំប្រើ eSIM ដោយសារតែវាសុវត្ថិភាពករណីដែលយើងបាត់ទូរស័ព្ទអីក៏គេអាចយក SIM ហ្នឹងទៅប្រើប្រាស់បានដែរដោយសារតែវាជាប់នៅក្នុងទូរស័ព្ទហ្នឹងតែម្ដងលុះត្រាតែគេមានលេខកូដទូរស័ព្ទរបស់យើងអីចឹងទៅ